大家好，我们再次见面了ជំរាបសួរបងប្អូនឥឡូវយើងចូលមករៀនបកប្រែអត្ថបទពីភាសាចិនមកភាសាខ្មែរជាមួយគ្នាជាបន្តទៀតបាទអញ្ចឹងចំណងជើងអត្ថបទនៅក្នុងថ្ងៃហ្នឹង他看到了一只大猫他看到了一只大猫វាបានឃើញមេឆ្មាមួយក្បាលបាទថានេះគឺតាមពិតទៅថាគេសំដៅលើមនុស្សប្រុសទេបងប្អូនថាមិនទៅថាបាទបើសិនជាយើងបកប្រែថាវាគឺគេមានពាក្យថាមួយទៀតបាទឈីថាទៅថាប៉ុន្តែដោយសារតែតួអង្គនៅក្នុងអត្ថបទហ្នឹងគឺជាកូនឆ្កែអញ្ចឹងបងប្អូនបាទកូនឆ្កែអញ្ចឹងបកប្រែគាត់ដូចជាគោរពឆ្កែពេកអញ្ចឹងបងប្អូនណាបាទអញ្ចឹងខ្ញុំសូមបកប្រែថាវាទៅចោះណាបាទតោះឥឡូវយើងចូលទៅបកប្រែសាច់អត្ថបទទាំងអស់គ្នា有一只小狗叫旺旺有一只小狗叫旺旺មានកូនឆ្កែមួយក្បាលឈ្មោះ旺旺旺旺喜欢跑步旺旺喜欢跑步旺旺ចូលចិត្តរត់今天旺旺跑了很远今天旺旺跑了很远ថ្ងៃនេះវ៉ាងវ៉ាងរត់បានឆ្ងាយណាស់他看到了一只大猫他看到了一只大猫វាបានឃើញមេឆ្មាមួយក្បាល大猫很凶大猫很凶មេឆ្មានោះកាចសាហាវណាស់但是旺旺跑得快但是旺旺跑得快ប៉ុន្តែវ៉ាងវ៉ាងរត់បានលឿន躲开了大猫躲开了大猫ក៏បានគេចផុតពីមេឆ្មា旺旺回家了旺旺回家了វ៉ាងវ៉ាងបានត្រឡប់មកដល់ផ្ទះវិញ很高兴很高兴វាសប្បាយរីករាយណាស់បាទអញ្ចឹងបងប្អូនយើងចូលមកស្ដាប់អត្ថបទជាភាសាចិនទាំងមូលឡើងវិញម្ដងទៀត他看到了一只大猫有一只小狗叫旺旺旺旺喜欢跑步今天旺旺跑了很远他看到了一只大猫大猫很凶但是旺旺跑得快躲开了大猫旺旺回家了很高兴បាទអរគុណបងប្អូនទាំងអស់គ្នាចឹងអត្ថបទរបស់យើងគឺបានបកប្រែចប់អស់ហើយបាទអរគុណបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមដល់ចប់ហើយជួយចុច like និង share ក៏ដូចជា follow Facebook page TikTok និង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត